សួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងលើកយករឿងមួយដែលតបជាមួយនឹង UFO បង្ហើបប្រវត្តិរបស់ UFO ពាក្យ UFO ត្រូវបានប្រើប្រាស់តាំងពីសតវត្សទី20ដើម្បីសង្កត់វត្ថុណាមួយដែលហើយនៅលើមេឃប៉ុន្តែមិនស្គាល់ប្រភពចាប់តាំងពីឆ្នាំ1947មានករណីល្បីល្បាញបំផុតនៅសហរដ្ឋអាមេរិកដែលមានការអាងថាជាយានអវកាសរបស់មនុស្សក្រៅភពដែលបានធ្លាក់ចុះបន្ទាប់មកមានប្រទេសជាច្រើនរួមទាំងប្រទេសធំៗដូចជាប្រទេសអាមេរិកប្រទេសរុស្ស៊ីនិងចិនបានចាប់ផ្ដើមស៊ើបអង្កេតអំពីការមើលឃើញបែបនេះទ្រឹស្ដីអំពីប្រភព UFO មានទស្សនៈជាច្រើនទ្រឹស្ដីរបស់ Alien គេជឿជាក់ថាវាជាយានអវកាសមកពីភពផ្សេងដូចជាកាឡាក់ស៊ីឆ្ងាយៗដែលមកសង្កេតមនុស្សទ្រឹស្ដីទី2វិទ្យាសាស្ត្រមនុស្សជាវិទ្យាសាស្ត្រសំណាក់ដែលប្រទេសខ្លះកំពុងសាកល្បងទ្រឹស្ដីទី3ចលនាភ្នែកជាការបញ្ចេញពន្លឺអាកាសធាតុបង្កើតជាការយល់ច្រឡំថាជា UFO ផលតាំងទី3និងការស៊ើបអង្កេតក្រសួងការពារជាតិអាមេរិក Pentagon បានបង្ហាញវីដេអូដែលបង្ហាញអំពីវត្ថុលើអាកាសមិនស្គាល់អត្តសញ្ញាណអ្នកវិទ្យាសាស្ត្រថាវាមិនមែនជាយានអវកាសក្រៅភពនោះទេប៉ុន្តែជាបាតុភូតធម្មជាតិឬយន្តហោះល្បឿនលឿនប៉ុណ្ណោះទោះជាយ៉ាងណាការស្រាវជ្រាវបន្តត្រូវបានធ្វើដើម្បីស្វែងយល់ថាតើមានជីវិតក្រៅភពពិតប្រាកដដែរឬទេសំខាន់នឹងឥទ្ធិពលយាន UFO បង្កើតការចាប់អារម្មណ៍ដល់មនុស្សពិភពលោកជំរុញឲ្យមានការចង់ដឹងនិងការស្រាវជ្រាវកាន់តែខ្លាំងអំពីមនុស្សអវកាសវាក៏ជាការបង្កើតរឿងរ៉ាវប្រវត្តិសាស្ត្រនិងភាពយន្តជាច្រើនជាការពិតណាស់វាបង្ហាញពីការស្វែងយល់អំពីអនាគតនិងភាពស្រមើស្រមៃរបស់មនុស្សការសន្និដ្ឋានរឿងយានអវកាសក្រៅភពគឺជារឿងដែលបញ្ចូលចំណេះដឹងវិទ្យាសាស្ត្រជាមួយការស្រមើស្រមៃរបស់មនុស្សទោះបីមិនទាន់មានផតាំងច្បាស់លាស់ណាក៏ដោយក៏គេយល់ថាមានជីវិតក្រៅភពវានៅតែជាប្រធានបទគួរឲ្យចាប់អារម្មណ៍សម្រាប់ស្រាវជ្រាវនិងសរសេរជារឿង